ជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះអ៊ុនស្លាឆារីកថ្ងៃនេះដែរខ្ញុំធ្វើអំពីកិច្ចការទី3ដែលយើងមាន3 requirement ដែលតាក់ទងជាមួយនឹង requirement ទី1គឺ show username អញ្ចឹងដើម្បី show username បានគឺយើងប្រើ command who am I ហើយនេះគឺជា username របស់ខ្ញុំតោះមកយើងចូលទៅដល់ទី2គឺ link និង tag 3 line អញ្ចឹងខ្ញុំប្រើ command ls .lx concat head.3 នេះគឺវាយកមក3 line មកទេបន្ទាប់មកគឺយើងចូលទៅដល់ទី3គឺយើងបង្កើត new file ហើយនឹងយើងសរសេរអីក៏បានដែរប្រហែល line បន្ទាប់មកយើងចាប់យកមកតែ3 line អញ្ចឹងដើម្បីសរសេរគឺយើងប្រើ vim ហើយយើងបង្កើត file មួយមកអញ្ចឹងយើងដាក់ file ចំនួន test2.txt បន្ទាប់មកវានឹងចូលមកផ្ទាំង web ហ្នឹងគឺយើងដើម្បី insert នៅ data បានដើម្បីសរសេរអីបានគឺយើងប្រើយើងចុចលើ key មួយមកបន្ទាប់មកយើងសរសេរមកយើងដាក់អីក៏បានដែរ syntax start អញ្ចឹងខ្ញុំសរសេរ5ហ្នឹងតមកដើម្បីយើងចេញមកវិញគឺយើងប្រើ escape តមកយើងចុច2 WQ enter អញ្ចឹងវាចេញមកហើយអញ្ចឹងដើម្បីយើងសូរវាមកវិញគឺយើងប្រើ cat និងឈ្មោះ file ដែលយើងបានបង្កើតមុនហ្នឹងនេះគឺយើងសូរវាមកវិញទាំងអស់ដែលយើងបានសរសេរហ្នឹងអញ្ចឹងដើម្បីយើងយកវាទៅ3 line គឺយើងប្រើ cat test2.txt concat head.3 អញ្ចឹងនេះវាចាប់មកទៅ3ហ្នឹងទេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេលោកគ្រូខ្ញុំសូមជម្រាបលាលោកគ្រូ